បាទខ្ញុំបាទសូមអរកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតឱកាសទំនេរពីការងារខ្ញុំបាទក៏បានចងក្រងនៅអត្ថបទខ្លីមួយស្ដីអំពីភាពខុសគ្នារវាងការលោភលន់និងមហិច្ឆតាដែលមានអត្ថន័យនៅខ្លឹមសារដូចតទៅបាទវាជាការពិតណាស់ភាពលោភលន់និងមហិច្ឆតាគឺវាមានភាពខុសគ្នាដាច់ស្រឡះអ្វីត្បិតការលោភលន់និងមហិច្ឆតាវាមានគោលដៅតែមួយគឺការចង់បាននូវភាពជោគជ័យមានបានដូចគ្នាការលោភលន់គឺជាប្រភេទមនុស្សដែលពុកពេញទៅដោយការចង់បានជោគជ័យចង់បានមានបានដែលគ្មានដែនកំណត់គ្មានគោលការណ៍ច្បាស់លាស់គឺមានអារម្មណ៍រវើរវាយចង់តែមានចង់តែបានដោយមិនខ្វល់មិនគិតពីសិលធម៌ពីច្បាប់ទម្លាប់អ្វីឡើយឲ្យតែខ្លួនគេបានជោគជ័យបានមានបានទោះអ្នកណាត្រូវជប់ទុកលំបាករងគ្រោះដោយសារតែទង្វើរបស់គេក៏ដោយក៏គេមិនខ្វល់ដែរគេគឺជាប្រភេទមនុស្សអាត្មានិយមជាទីបំផុតមិនខ្វល់ពីអ្នកដទៃលំបាកឬសំណុកយ៉ាងណាទេឲ្យតែគេបានជោគជ័យបានមានបានគ្រួសារគេបានជោគជ័យបានមានបានទោះបីអ្នកណាត្រូវស្លាប់រស់យ៉ាងណាក៏គេមិនខ្វល់ដែរក៏ប៉ុន្តែប្រភេទមនុស្សដែលពោពេញទៅដោយការលោភលន់តែងតែជួបនូវភាពវិនាសអន្តរាយយ៉ាងពិតប្រាកដនៅថ្ងៃណាមួយដោយសារតែការលោភលន់ចង់បានជោគជ័យចង់បានមានបានរបស់គេមានដែនកំណត់និងគ្មានផែនការច្បាស់លាស់នេះឯងដូចពាក្យបុរាណលោកបានពោលថាស្រមោចស្លាប់ដោយសារតែស្គរមនុស្សក៏ស្លាប់ដោយសារតែទ្រព្យសម្បត្តិនេះឯងផងដែរឯពាក្យថាមហិច្ឆតាគឺជាប្រភេទមនុស្សដែលតែមានចំណងច្បាស់លាស់មានផែនការច្បាស់លាស់មានគោលដៅច្បាស់លាស់និងមានក្តីសុបិនយ៉ាងច្បាស់លាស់គេធ្វើអ្វីមួយគេតែងតែគិតគេតែងតែខ្វល់គេតែងតែរៀបចំពីផែនការទុកជាមុនឲ្យស្រេចจากផែនការប្រចាំថ្ងៃផែនការប្រចាំសប្តាហ៍ផែនការប្រចាំខែនិងផែនការប្រចាំឆ្នាំគេតែងតែគោរពច្បាប់និងគោរពនៅក្រមសីលធម៌យ៉ាងខ្ពស់ទោះបីគេចង់មានចង់បានយ៉ាងណាក៏ដោយក៏គេតែងតែគិតពីបញ្ហាប្រយោជន៍រួមនិងប្រយោជន៍បុគ្គលដែរគេមិនមែនចង់មានចង់បានហើយត្រូវធ្វើឲ្យអ្នកដទៃរងទុក្ខវេទនាដោយសារខ្លួននោះទេបាទដូច្នេះភាពដែលចង់បានជោគជ័យចង់បានមានបានដូចតែគ្នាប៉ុន្តែមួយជាប្រភេទមនុស្សអាត្មានិយមមួយទៀតគឺជាប្រភេទមនុស្សដែលចង់មានចង់បានប្រកបដោយការគោរពនៅក្រមសីលធម៌និងច្បាប់ទម្លាប់បាទជាចុងក្រោយនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីនាងកញ្ញាពុកម៉ែបងប្អូនកូនទាំងអស់ដែលខំចំណាយពេលវេលាដ៏មានតម្លៃមកតាមដានកំសាន្តអារម្មណ៍ជាមួយនឹងការបកស្រាយនៅអត្ថបទនេះតាមពីដើមរហូតដល់ចប់បាទក៏សូមជូនពរដល់អស់លោកស្រីនាងកញ្ញាឲ្យជួបតែសេចក្តីសុខរីករាយរស់ស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាឲ្យជួបតែសុខសុវត្ថិភាពទាំងទៅទាំងមកបាទសូមអរគុណសូមជម្រាបលា